ច្បាស់លាស់សម្រាប់អនាគតនិងការរីកចម្រើនក្នុងសង្គមកម្ពុជាយើងយើងយកព្រះរាជាណាចក្រកម្ពុជា យុវវ័យចំនួនថ្មីដែលមានទូរស័ព្ទដៃនិងឧបករណ៍វៃឆ្លាតនៅក្នុងដៃមិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេប៉ុន្តែពួកគេគឺជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដ៏សំខាន់ក្នុងការការពារគ្រួសារនិងសហគមន៍កម្ពុជាពីគ្រោះថ្នាក់នៃព័ត៌មានคล้ายៗតាមរយៈការបង្កើនការទទួលខុសត្រូវនិងការផ្ទៀងផ្ទាត់រាល់ព័ត៌មានមុននឹងចុចចែករំលែក share លើបណ្ដាញសង្គម នេះជាការលើកឡើងរបស់ឯកឧត្តមទេពអសនរិទ្ធអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានក្នុងឱកាស ឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗជំហានទី 2 នេះព្រឹកថ្ងៃទី 8 ខែមិថុនាឆ្នាំ 2026 នេះនៅវិទ្យាល័យទួលអំពិលពិធីដែលបានរៀបចំឡើងដោយមន្ទីរព័ត៌មានរាជធានីភ្នំពេញដោយមានការគាំទ្រពីក្រសួងនិងមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញមានវត្តមានសិស្សានុសិស្សប្រមាណ 2200 នាក់និងមានការចូលរួមពីតំណាងមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញអាជ្ញាធរខណ្ឌដង្កោលោកនាយកព្រមទាំងលោកគ្រូអ្នកគ្រូនៃវិទ្យាល័យនេះផងដែរឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ទាញចំណាប់អារម្មណ៍របស់សិស្សានុសិស្សដោយសង្កត់ធ្ងន់ថាការចុច share មួយคลิกដោយការទទួលខុសត្រូវនិងមានការផ្ទៀងផ្ទាត់ច្បាស់លាស់គឺជាគន្លឹះដ៏មានប្រសិទ្ធភាពបំផុតក្នុងការរួមចំណែកកម្ចាត់ការផ្សាយបែបបំពុលនិងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានคล้ายៗនៅក្នុងសង្គមជាតិក្នុងឱកាសនោះដែរឯកឧត្តមក៏បានផ្ដល់ជាអនុសាសន៍និងយន្តការសំខាន់ៗដល់សិស្សានុសិស្សនិងអ្នកប្រើប្រាស់បណ្ដាញសង្គមនិងសាធារណជនទាំងអស់មុននឹងជឿឬចែករំលែកត្រូវប្រកាសថាព័ត៌មាននោះមានប្រភពមកពីស្ថាប័នសារព័ត៌មានផ្លូវការឬគណនីផ្លូវការរបស់សមត្ថកិច្ចនិងស្ថាប័នរដ្ឋឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថាព័ត៌មានคล้ายៗភាគច្រើនតែប្រើចំណងជើងតាក់ទាញបំភ្លើសឬបង្កការភ័យខ្លាចឬក៏បង្ហាញរូបភាពប្លែកដើម្បីតាក់ទាញដូច្នេះប្រសិនបើជួបប្រទះព័ត៌មានមិនពិតត្រូវរួមគ្នាធ្វើការរាយការណ៍ទៅលើបណ្ដាញសង្គមនោះដើម្បីឲ្យក្រុមហ៊ុនបណ្ដាញសង្គមនោះពិនិត្យនិងលុបចោលមាតិកាคล้ายៗនោះចោលយើងត្រូវប្រកាន់ខ្ជាប់នៅទម្លាប់ក្នុងការផ្ទៀងផ្ទាត់ព័ត៌មានមុននឹងចែករំលែកនិងត្រូវជ្រើសរើសយកប្រភពផ្លូវការដូចជាទំព័រ Facebook ផ្លូវការរបស់សម្ដេចតេជោសម្ដេចធិបតីក្រសួងស្ថាប័នប្រព័ន្ធផ្សាយព័ត៌មានរដ្ឋ TVK វិទ្យុជាតិ KP គេហទំព័រនិង App ក្រសួងព័ត៌មាននិងសារព័ត៌មានឯកជនដែលមានវិជ្ជាជីវៈត្រឹមត្រូវឯកឧត្តមអនុរដ្ឋលេខាធិការក៏បានសង្កត់ធ្ងន់ផងដែរថាក្រសួងព័ត៌មានបានដើរតួនាទីយ៉ាងសកម្មក្នុងការតាមដាននិងកំណត់អត្តសញ្ញាណព័ត៌មានคล้ายៗផ្សព្វផ្សាយមាតិកាផ្ដល់ចំណេះដឹងនិងព័ត៌មានពិតជូនប្រជាពលរដ្ឋតាមរយៈការផ្សាយព័ត៌មាននិងសកម្មភាពផ្ទាល់តាមសហគមន៍ទូទាំងប្រទេសក្រសួងនិងមន្ទីរព័ត៌មានក៏បាននឹងកំពុងបន្តពង្រឹងអក្សរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីអប់រំជូនដល់ប្រជាពលរដ្ឋឲ្យមានសមត្ថភាពទប់ស្កាត់ប្រឆាំងព័ត៌មានคล้ายៗសម្ដៅចូលរួមចំណែកការពារសន្តិសុខព័ត៌មាននៅក្នុងប្រទេសកម្ពុជាក្នុងឱកាសនោះតំណាងមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញលោកនាយកលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃវិទ្យាល័យទួលអំពិលបានគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗជំហានទី 2 របស់ក្រសួងព័ត៌មានដោយសហការយ៉ាងសកម្មនិងបដិញ្ញាលុបបំបាត់ព័ត៌មានคล้ายៗតាមរយៈការពង្រឹងស្មារតីត្រិះរិះពិចារណានិងផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់មុននឹងជឿឬក៏ចែករំលែកដើម្បីជៀសវាងហានិភ័យនិងផលវិបាកនានាដែលបង្កឡើងដោយការផ្សព្វផ្សាយបំពុលឬការចែករំលែកព័ត៌មានក្លែងបន្លំប្រឌិតខុសការពិតនៅលើបណ្ដាញសង្គមយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗជំហានទី 2 ក្រោមប្រធានបទពង្រឹងអក្សរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មានត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី 18 ខែឧសភាឆ្នាំ 2026 នៅវិទ្យាល័យសម្ដេចហ៊ុនសែនប៊ុនរនីវត្តភ្នំក្រោមអធិបតីភាពឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានយុទ្ធនាការជំហានទី 2 នេះបាននឹងកំពុងធ្វើដំណើរទៅតាមបណ្ដាវិទ្យាល័យអនុវិទ្យាល័យក្នុងរាជធានីភ្នំពេញខេត្តព្រះវិហារនិងបន្តទៅខេត្តផ្សេងទៀតជាបន្តបន្ទាប់នៅទូទាំងប្រទេសក្នុងឆ្នាំ 2026 នេះ